បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាគឺថាត្រឡប់មកជួបគ្នាសាជាថ្មីទៀតហើយនៅក្នុងវីដេអូបង្ហាញពីការបង្កើតនៅសាលាកិច្ចការសម្រាប់សិក្ខាសាលាទី6នេះបាទអញ្ចឹងការបង្កើតនៅសាលាកិច្ចការគឺយើងមានច្រើនប្រភេទអញ្ចឹងយើងដល់ចូលទៅដល់ប្រភេទទី1បាទគឺជាការផលិតសាលាកិច្ចការបាទគូសភ្ជាប់បាទព្យញ្ជនៈទៅព្យញ្ជនៈជាប្រភេទផ្ដេកបាទអញ្ចឹងយើងចូលទៅដល់កម្មវិធី Word របស់យើងឃើញថានៅក្នុងដំណើរការបង្កើតនេះគឺយើងមាន7ជំហានបាទគឺជំហានទី1គឺបង្កើតការកំណត់ដំបូងទី2ដាក់ចំណងជើងស្លឹកកិច្ចការទី3បង្កើត text box ទី4ដាក់តារាងទី5ដាក់អក្សរទី6ដាក់ស្នាមចុចនិងទី7ចុងក្រោយគឺលុបតារាងចេញបាទអញ្ចឹងគឺដំបូងឡើងគឺយើងចាប់ផ្ដើមបង្កើតបាទបង្កើតការកំណត់ដំបូងអញ្ចឹងទី1គឺយើងចូលទៅ layout យើងបង្កើតដូចមុនអញ្ចឹងគឺយើងយក margin orientation ហើយនិង size អញ្ចឹងmargin នេះយើងយក narrow គឺថាយើងយកចង្អៀតណាហើយនេះយើងយកបដិកបាទ size យើងយក A4 មានថាกระดาษ A4 យើងទៅបាទបន្ទាប់ពីយើងដាក់ margin ដាក់អីរួចរាល់ហើយគឺឃើញថាយើងចាប់ផ្ដើមចូលទៅយើងសាកមើលថាតើកន្លែងនេះវាមានការកំណត់គេហៅថាអឺខណ្ឌណាបន្ទាត់ខណ្ឌឲ្យយើងមើលឃើញកន្លែងពណ៌ប្រផេះកន្លែងនេះនេះកន្លែងនេះអញ្ចឹងវាអត់ទាន់ឃើញទេអញ្ចឹងបើសិនជាយើងចង់ឃើញគឺយើងដំបូងគឺយើងចូលទៅ file ហើយយកវាថា more នៅខាងក្រោមនេះ more នេះមកយើងយកវាថា options ហើយយើងចាប់ដើម advanced យកលេខ advanced នេះមកហើយយើង scroll ទៅខាងក្រោមបាទយកគ្រីសវាថា show crop marks បាទចុចទៅនេះមកហើយយើងចុចវាថា OK បាទវានឹងបង្ហាញយើងនៅកន្លែងនេះឃើញទេអាបន្ទាត់ខណ្ឌនេះបន្ទាត់ចែកពណ៌ខ្មៅនេះ2ជ្រុងនេះបាទនេះអូខេបន្ទាប់ពីយើងធ្វើនឹងហើយគឺយើងចូលទៅដល់ការដាក់ចំណងជើងអញ្ចឹងយើងដាក់ចំណងជើងស្ថិតិកៈរបស់យើងមកគឺយើងដាក់ថាបាទសំទោសចាំទេខ្ញុំដូរបាទសិលឹកកិច្ចការគូជាប់ជញ្ជនៈសំទោសជញ្ជនៈទៅជញ្ជនៈបាទយើងដាក់ដូរវាទៅជា font បាទដូរវាទៅជា font Open Khmer School ហើយយកទំហំបាទ14បើសិនជា14នឹងធំពេកយើងអាចយក10ប្រមាណក៏បានអរបងប្អូនគ្នាបាទអញ្ចឹងចំណុចទី2គឺយើងចូលទៅដល់ការដាក់ text box ដើម្បីដាក់ថ្ងៃខែយើងចូលទៅ insert បងប្អូនគ្នាខាងលើនេះហើយយកពាក្យថា text box ចុចទៅលើវាមួយមកហើយយើងយកចំណុចទី1បាទហើយយើងសេថ្ងៃខែធម្មតាមកបាទថ្ងៃយើង tab មួយមកទី tab មួយទៀតមកខែ tab មួយទៀតមកឆ្នាំ2025អញ្ចឹងបាទអញ្ចឹងយើងយកបាទប្រភេទអក្សរដូចគ្នាហើយទំហំយើងយក14ដូចគ្នាមកបាទកុំឲ្យតូចខុសគ្នាបាទហើយយើងចង់អស់វាទៅដាក់សំទោសយើងចង់អស់វាទៅខាងស្ដាំបាទចុចលើវាមកហើយយើងអស់វាបានណាបាទអស់វាមកដាក់នៅចុងមួយទៀតឃើញថាយើងអស់ទៅដល់ណាក៏វាអត់ទាន់ឃើញបន្ទាត់ខៀវបន្ទាត់ខណ្ឌដល់កន្លែងណាដល់ប្រវែងណាដល់គេហៅថាចំណុចកំណត់របស់វាអញ្ចឹងបើសិនជាអត់ទាន់ឃើញទេយើងចុចshape format នេះក៏បានបាទ shape format នេះក៏វាចេញកន្លែងនេះដែរបាទយើងចុចលើអក្សរហ្នឹងទៅហើយយើងយកទៅ shape format ហើយយើងមើលកន្លែងនេះនៅខាងចុងនេះមានសញ្ញាត្រង់មានសញ្ញាប្រអប់ពីរវែងខ្លីហើយនឹងព្រួយនេះចុចវាមកហើយយកពាក្យថា use alignment guides ចុចលើវាគ្រីសមកបាទគេថាយើងមកមើលមើលយើងអស់មកគឺកន្លែងនេះគឺការរដែនចុងបញ្ចប់បាទ
បាទហើយយើងចង់ប្រូបន្តិចមកកុំឲ្យវាវែងពេកបាទអញ្ចឹងយើងទាញវិញបណ្ដាមកតោះមកយើងចង់លុបប្រអប់បើដោយសារយើងចង់បានប្រអប់ទេចុចលើវាមកហើយយកពាក្យថា shape format ហើយយើងយកពាក្យថា shape offline ហើយយកពាក្យថា no outline អញ្ចឹងវានឹងបាត់ប្រអប់ហើយបើយើងចង់ដាក់បន្ទាត់គូសលើវាមកយកពាក្យ u មានបន្ទាត់នេះបាទយកដាក់បន្ទាត់បែបទាំងពីរបន្ទាប់ពីហ្នឹងគឺយើងចាប់ផ្ដើមបាទ enter វាមួយមកមានថាយើងចុះបន្ទាត់ទេណាបាទលុបនេះចេញវិញមកយើងចូលទៅដល់ការដាក់ប្រអប់បងប្អូនទាំងគ្នាបាទអញ្ចឹងយើងចូលទៅដល់ការដាក់ប្រអប់អញ្ចឹងការដាក់ប្រអប់របស់យើងគឺបាទយើងចូលទៅ insert ហើយយើងចុចទៅលើពាក្យថា table ហើយ table នេះបើយើងចង់ដាក់អញ្ចេះក៏បានដែរយើងគ្រាន់តែយើងទាញឲ្យ cursor បន្ទាត់យើងដល់ណាព្រួយយើងដល់ណាគឺវាលោតចូលដល់ហ្នឹងឬក៏បើអត់ទេយើងចុចកន្លែងនេះក៏បានដែរinsert table នេះហើយយើងដាក់មកយើងចង់បានជួរដេកប្រមាណហើយជួរប្រឈរប្រមាណអញ្ចឹងទៅបើជាទូទៅយើងចង់បានជួរដេក5ហើយនិងប្រឈរ3អញ្ចឹងយើងដាក់ឡើង5ត្រូវហើយយើងយកកន្លែងនេះយើងដាក់3ណាបាទអញ្ចឹងយើងចុច OK មកវានឹងចេញប្រអប់ឲ្យយើង3តែយើងត្រូវ enter មួយទៀតមកដើម្បីឲ្យវានេះបាទជំនាញបន្ទាប់គឺយើងត្រូវទាញវាបាទទាញវាអាក្រោមនេះមកដល់ចំណុចចុងក្រោយមានន័យថាឲ្យដល់ក្រោមណាតែកុំដល់ក្រោមពេកដល់ពេលដែលយើងដាក់ក្រោមពេកចេះវានឹងលោតមកទំព័រទី2បាទអញ្ចឹងយើងអាចទាញវាទៅវិញបន្តិចទៅបាទទាញវាទៅបន្តិចទៅវាអស់ហើយបាទឬក៏បើសិនជាបើយើងទាញមកឧទាហរណ៍យើងទាញមកវាលើសមកដល់នេះហើយអញ្ចឹងយើងចង់ឲ្យបាត់បាទទំព័រទី2នេះយើងចុចដាក់ cursor ដាក់កន្លែងនេះដាក់នៅកន្លែងនេះមកហើយយកកន្លែងនេះបាទនៅខាងលើនេះបងប្អូនគ្នាចុចលើវាមកហើយយើងយកពាក្យថាយកកន្លែង line spacing នេះយកពាក្យ exactly ហើយយើងបន្ថយវាមកកន្លែងនេះត្រឹមតែលេខ1បានហើយអញ្ចឹងវានឹងបាត់ហើយបាទអូខេបន្តមកទៀតយើងចង់ឲ្យប្រអប់ទាំងអស់គ្នានឹងវាបិទគ្នាវាមានប្រឡោះបិទគ្នាជាយើង select ប្រអប់ទាំងអស់មកហើយយើងប្រើ mouse ស្ដាំបាទហើយយើងយកពាក្យថានេះយកក្រោមខ្វែង delete depot table នេះយើងយកពាក្យថា distribute row evenly ចុចលើវាមកមានថាអានេះវាធំស្មើគ្នាតែម្ដងបាទបងប្អូនតាឃើញស្មើគ្នាហ៎បាទហើយនៅពេលដែលយើងបានស្មើគ្នាហើយគឺយើងចាប់ផ្ដើមដាក់តួអក្សរបាទយើងចាប់ដើមដល់វគ្គធ្វើហើយមានថាយើងដាក់តួអក្សរអញ្ចឹងតួអក្សរនេះគឺយើងដាក់ទៅបាទយើងដាក់កខកខអសន្តោខណបាទ select វាទាំងអស់មកហើយយើងដាក់ប្រភេទអក្សរ Open Khmer School ត្រូវហើយយើងយកទំហំ48បាទទំហំ48ឬក៏ទំហំ72អានោះទៅតាមណាតាមកុំព្យូទ័រនេះយើងយក72បាទបន្តមកទៀតគឺឃើញថាយើងដាក់អក្សរហើយគឺយើងចង់យើងត្រូវរៀបវាឲ្យនៅចំកណ្ដាលដែរបើដើម្បីឲ្យងាយស្រួលណាបាទហ្នឹងហើយអញ្ចឹងយើង select វាទាំងអស់មកហើយយើងយកពាក្យថា table layout នៅខាងលើនេះហើយយើងយកចំណុចកណ្ដាលនេះ9ហ្នឹងហើយយើងយកកណ្ដាលមកវានៅចំកណ្ដាលនេះបាទទី2ដូចគ្នាអត់ពិបាកទេយើងចង់ដាក់ខាងក្រោមយើងគ្រាន់តែ copy វាមក control C ណាហើយយើងយកមក paste control V នៅខាងក្រោមប៉ុន្តែយើងឃើញថាដោយសារតែវាធំពេកអញ្ចឹងវាអាចរត់មកក្រោមអញ្ចឹងយើងអាចក៏ពិតជាទូទៅយើងអាចបរូមិនចូលទៅវិញបាទឬក៏ font នេះយើងគិតថាធំពេកយើងយកត្រឹម48បើ48វាអាចទៅវិញណាបាទយើងដាក់48វិញទៅនិយាយទៅអានឹងទៅតាមនេះយើងបើសិនជាវាធំពេកតូចពេកអានឹងទៅតាមយើងចឹងទៅហើយអានេះដូចគ្នាយើងស្លេចដូចគ្នាមក share format យកកណ្ដាលមកវានៅកណ្ដាលដូចគ្នាអានេះខ្ញុំដាក់អក្សរដូចគ្នាចុះបើលោកគ្រូអ្នកគ្នាចង់ដាក់អក្សរឆ្លាស់យើងឆ្លាស់មកបើយកកមកដាក់នៅនេះវិញមកបើយកងមកដាក់នៅនេះវិញមកអញ្ចឹងណាទៅតាមបាទនេះខ្ញុំបង្ហាញលឿនទូចឹងទៅនៅពេលដែលយើងដាក់អក្សរហើយគឺឃើញថាយើងចាប់ដើមចូលទៅជាមួយនឹងការដាក់ស្នាមចុចបាទហើយការដាក់ស្នាមចុចនេះគឺយើងចូលទៅ insert
បាទហើយយកពាក្យថា shape ហើយឃើញវងមូលមកចុចលើវាមួយមកហើយបើយើងចង់ឲ្យពេលដែលយើងគូសទៅវាអត់រត់ទេវាអត់មានពណ៌រូបអីផ្សេងទៅជាពងពើឬក៏រូបស្រួចអីទេយើងចុច shift នេះអា keyboard shift យកមកយើងទាញបានបាទយើងទាញមកបាទហើយបន្តមកវា load ដល់កន្លែងនេះកន្លែងពណ៌នេះអញ្ចឹងយកពណ៌ខ្មៅមកអានេះយើងដូរមកកន្លែងដូចគ្នាហើយយើងដាក់វាចាំកន្លែងពណ៌នេះឃើញហើយវាបានមួយហើយអញ្ចឹងយើងត្រូវ copy វា copy វាដល់ប្រើពាក្យថា console យើង copy វាឧទាហរណ៍ថាវានៅបែបនេះយើង copy វាបានតយើងចុចទៅលើវាមួយសិនឲ្យវាចេញសញ្ញាបែបនេះសិនហើយយើង control C មកហើយយើងយកមក paste នៅក្នុងនេះមកនេះកន្លោនមួយមកហើយចាំយើងរៀបវាវិញបាទ control V control V គឺយើងតភ្ជាប់វាមកវិញបាទអញ្ចឹងពេលណាយើងដាក់ជ្រុលពេកវាឡើងទៅលើអញ្ចឹងយើងដាក់មកបាទដាក់មកអូខេបាទប៉ុណ្ណឹងបើយើងចង់ដឹងថាតើវាសំទោសវាត្រង់ឬក៏មិនត្រង់ចង់បន្ទាត់នៅយើងចាប់ដល់ select វាទាំងអស់មកដល់ចុចពាក្យថា shift ចុចអា keyboard shift នឹងហើយយើងចុច select វាមួយមកហើយយើងចូលទៅដល់ share format ហើយយើងយក align កន្លែងនេះគឺយើងយកយើងចាប់ដើមមើលតើយើងចង់បានវាពាក់កណ្ដាលឬក៏យ៉ាងម៉េចបាទបើយើងយកពាក្យថា middle អញ្ចឹងយើងឃើញថា align middle វានៅចំកណ្ដាលឃើញទេបាទបន្តមកទៀតដល់ពេលដែលយើងឃើញប៉ុណ្្នឹងហើយយើង copy វាដាក់ខាងក្រៅហ្មងទៅអញ្ចឹងដោយសារតែយើង select វាហើយយើង control C មកពឹបហើយយើងយកមក paste នៅខាងក្រោមបាទអញ្ចឹងវានៅកន្លែងនេះហើយយើងទាញវាមកទាំងអស់បណ្ដោយមកកុំឲ្យវាទាន់រត់ទៅណាបាទយើងដាក់ចំណាវានៅចំណងទាំងអស់ហ្មងអូខេអញ្ចឹងយើងមិនបាច់ចាំselect អីផ្សេងទៀតក៏បានដែរតែប៉ុណ្្នឹងទៅយើងទទួលបានសិលឹកឯកាមួយមកប្រដាប់នេះហ្នឹងហើយបាទជំហានចុងក្រោយគឺជំហានទី7នោះគឺយើងលុបបាទលុបប្រអប់លុបតារាងនេះចេញអញ្ចឹងរបៀបលុបប្រអប់លុបតារាងគឺយើងក៏លេខមកមើលលើនេះបាទយើងក៏លេខមកមើលឲ្យលើគេបង្អស់នេះមកបាទហើយយើងចុចទៅលើវាមួយកន្លែងសញ្ញាបូកនេះចុចពឹបវាឃើញវា load មកមានហើយយើង select ទាំងអស់ហើយបន្តមកទៀតយើងចូលពេលយើងស្ដីវាចូលមកកន្លែងនេះនេះវាចេះក៏បានឬក៏យើងបាត់អាហ្នឹងយើងយកឲ្យលើនេះក៏បានដែរយើងចុចកន្លែងនេះមួយមកហើយយកពាក្យថា no border នេះមានន័យថាអត់មានតារាងទេចុចលើវាទៅវាអស់តារាងសំដៅកន្លែងនេះប្រហែលជាវាសំដៅប្រហែលជាយើងដាក់ទៅវាឡើងអក្សរអញ្ចឹងយើងតម្លាក់វាមកវិញមកបាទអញ្ចឹងយើងលុបវាធម្មតាបាទចូលមក no border ឃើញថាយើងទទួលបានសិលឹកពីការមួយដែលបាទមានការគូសភ្ជាប់ពីតួអក្សរពីព្យញ្ជនៈទៅព្យញ្ជនៈបានសម្រេចតែម្ដងបាទអញ្ចឹងគឺដូចជាមានតែប៉ុណ្្នឹងទេសម្រាប់ការបង្កើតនៅសិលឹកកិច្ចការប្រភេទមួយនេះហើយទៅជួបគ្នាជាមួយនឹងខ្ញុំបាទហ្វីជាមួយនឹងការបង្កើតនៅសិលឹកកិច្ចការទី2ផងដែរអរគុណជំរាបលា